បងប្អូនដែលឮពីប្រភេទក្រែមដូចជា Betamethasone ឬក៏ Clobetazoles ឬក៏ Hydrocortisone អីអត់ពួកហ្នឹងណាបងប្អូនគឺយើងចាត់ទុកជាពពួកក្រែម corticosteroid ហើយបើបងប្អូនជាអសតការីច្បាស់ជាស្គាល់ហើយក្រែមហ្នឹងអញ្ចឹងយើងប្រើបានច្រើនស្ថានភាពមែនតើជាពិសេសស្បែកដែលរលាកកើតតអស្បែកកកិតអីផ្សេងៗហ្នឹងគឺវាមានសកម្មភាពប្រឆាំងការរលាកបានល្អបងប្អូនប្រកាសជាសម្គាល់ឃើញបើសិនជាបងប្អូននៅតាមអាសយដ្ឋានបងប្អូនច្បាស់ជាសង្កេតឃើញមានប្រភេទក្រែមប្រភេទ ointment អញ្ចឹងសុថាពេលណាគួរឲ្យអីគេហេតុអីមិនគេចាំបាច់បង្កើតទម្រង់ច្រើនចឹងធ្វើអីតែពិតវាមានមូលហេតុរបស់វាបងប្អូនអញ្ចឹងបងប្អូនដើម្បីនិយាយគ្នាបានគឺបងប្អូនត្រូវមកស្គាល់ពីភាពខ្លាំងរបស់ពពួក corticosteroid តាមប្រភេទ molecule ផ្សេងគ្នាអញ្ចឹងណាអញ្ចឹងយើងបែកជា4ទី1គឺ super high potency ភាពខ្លាំងហ្នឹងគឺ super high បន្ទាប់មក high បន្ទាប់មក medium បន្ទាប់មក low អញ្ចឹងចំពោះអនុភាពដែលខ្លាំងជាងគេហ្នឹងគឺ super high យើងមានដូចជាពពួកជាក់ស្ដែងគឺ clobetazole propionate 0.05% បើបងប្អូនធៀបទៅនឹង beta metazone dipropionate 0.05 ដូចគ្នាតែភាពខ្លាំងវាហ្នឹងគឺខុសគ្នាគឺ beta metazone គឺនៅក្នុងកម្រិតមួយដែលខ្ពស់ភាពខ្លាំងហ្នឹងអនុភាពវាគឺខ្ពស់ប៉ុន្តែមិនខ្ពស់ដល់ clobetazole នឹងទេបន្ទាប់ពីហ្នឹងគឺ medium potency គឺយើងមានដូចជាពពួក triion sinolone acetonide 0.1% នៅពេលដែលធៀបជាមួយនឹងធៀបជាងគេនោះគឺ hydrocortisone គឺ1%ចឹងបើបងប្អូនអាចធៀបមកបានហើយថាឃើញអត់ hydrocortisone 1% ភាពខ្លាំងនៅចាញ់ triion sinolone acetonide 0.1% ទេចឹងបានជាយើងនិយាយថាចាក់ molecule ផ្សេងគ្នាភាពខ្លាំងវាគឺផ្សេងគ្នាគឺវាកើនតាមនឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារតែភាពខ្លាំងរបស់វាអញ្ចឹងវាអាចធ្វើឲ្យមានផលរំខានច្រើនទៅតាមភាពខ្លាំងនឹងដែរអញ្ចឹងហើយបានជាបងប្អូនដូចជាពពួកដែល super high potency ហ្នឹងគឺគេឲ្យប្រើ maximum ត្រឹមតែ3សប្តាហ៍ទេហើយចំពោះពពួក high និង medium គឺអាចប្រើ maximum បានត្រឹម3ខែហើយនឹងពពួក low ហ្នឹងអត់អីទេពួកហ្នឹងយើងអត់បានកំណត់ maximum period មកទេដោយសារវា low អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងដូចយើងនិយាយគ្នាដែរបងប្អូនឃើញមានតម្រងណាមានជាប្រភេទពពួករៀងប៉ូម៉ាតមានន័យថាប្រេងច្រើននៅក្នុងហ្នឹងឬជាពពួកក្រែមឬក៏ជាពពួកចាលហើយមានពពួករាវរៀងរាវ lotion អីទៀតអញ្ចឹងបានជាបងប្អូនចង់ប្រាប់ថាចាការដែលគេធ្វើទម្រង់មកហ្នឹងគឺគេមានគោលបំណងរបស់គេដោយសារតែពពួកដែលនៅក្នុង ointment ណាភាពខ្លាំងរបស់វាគឺខ្លាំងជាងពពួក cream ចឹងណាហើយចង់ប្រាប់បងប្អូនដែរថាការដែលប្រើនៅកន្លែងហ្នឹងក៏យើងរៀងគិតដែរដោយសារតែពពួក ointment ហ្នឹងដូចយើងនិយាយចឹងវាខ្លាញ់ច្រើនពេញច្រើនចឹងយើងអាចប្រើនៅកន្លែងដែលមានរោមច្រើនទេព្រោះបើសិនជាបងប្អូនប្រើនៅកន្លែងដែលមានរោមច្រើនវាអាចធ្វើឲ្យរលាកគោរោមអីចឹងទៅព្រោះវាស្ទះវាអីចឹងអញ្ចឹងហើយបានជាគេបង្កើតឡើងនៅពពួកដូច lotion ហៀវ solution អីហ្នឹងឯងដែលបងប្អូនអាចប្រើជាពិសេសដូចនៅស្បែកក្បាលស្បែកអីហ្នឹងបានអញ្ចឹងណាហ្នឹងហើយហើយចំពោះ ointment ហ្នឹងគេប្រើនៅពេលណាគេប្រើនៅកន្លែងដែលអត់សូវមានហូមហ្នឹងហើយបងប្អូនឃើញនៅដៃនៅអីហ្នឹងហើយជាក់ស្ដែងគឺនៅពេលដែលគេហៅថាក្រាស់បងប្អូនគឺបញ្ហានៃស្បែកជំងឺស្បែកហ្នឹងវាធ្វើឲ្យស្បែកហ្នឹងឡើងក្រាស់ឡើងអីចឹងយើងប្រើ ointment ហ្នឹងទៅវាធ្វើឲ្យកន្លែងហ្នឹងទន់ដើម្បីថ្នាំហ្នឹងវាចូលទៅព្យាបាលបានល្អចឹងបងប្អូនយើងបែងចែកភាពខ្លាំងអនុភាពរបស់ topical corticosteroid ហ្នឹងព្រោះយើងចង់បែងចែកទៅនឹងជំងឺដែលត្រូវប្រើដែរអញ្ចឹងបើសិនជាពពួកដែលធ្ងន់ណាជំងឺធ្ងន់ណាយើងប្រើពួក corticosteroid ហ្នឹងតើខ្លាំងដែរបានព្យាបាលបានអញ្ចឹងណាប្រើអាទៀបព្យាបាលបានទេអូខេអញ្ចឹងសំណួរសួរថាតើប្រភេទពួក high potency corticosteroid ណាប្រើសម្រាប់ជំងឺប្រភេទណាអញ្ចឹងជារួមសរុបទៅភាគច្រើនបងប្អូនអានេះច្រើនប្រើនៅលើបញ្ហាជំងឺស្បែកដែលបណ្ដាលមកពីការដែល immune system ខ្លួនឯងហ្នឹងវាវាយប្រហារ
ស្បែកខ្លួនឯងព្រោះវាច្រឡំថាជាពួកមកពីក្រៅមកពីអីចឹងអញ្ចឹងតែវាវាយប្រហារទៅចេញជាជំងឺស្បែកអីហ្នឹងជាក់ស្ដែងជំងឺបែបហ្នឹងមានដូចជាពពួកគេហៅ alopecia areata ដែលធ្វើឲ្យឈូសសក់ទៅពេកហ្នឹងបងប្អូនហើយបងប្អូនបានមើលវីដេអូមុនតាក់ទងជាមួយរឿងឈូសសក់បងប្អូនច្បាស់ជាដឹងហើយដោយសារតែ immune ខ្លួនឯងវាទៅវាយកន្លែងហឹសគល់នៃសក់ហ្នឹងអញ្ចឹងធ្វើឲ្យឈូសចឹងយើងត្រូវប្រើ corticosteroid ជួយមួយទៀតគឺអាចដូចជាបញ្ហាជំងឺ vitiligo ដែលយើងហៅឃ្លុងល្ពៅហ្នឹងឬក៏ជំងឺដូចជា psoriasis ដែលចេញសកាខះអាចនៅកែងដៃឬក៏នៅស្បែកក្បាលឬក៏នៅអីចឹងជាដើមបងប្អូនហើយអាចជាជំងឺទឹកអកដែរប៉ុន្តែជំងឺទឹកអកដែលអាចមានការឡើងខះនៅស្បែកនឹងហ្មងបងប្អូនចឹងតើតែយើងប្រើពួក corticosteroid កម្រិតខ្ពស់ហើយមួយទៀតគឺអាចតអកដែរប៉ុន្តែបងប្អូនប្រើពួកថ្នាំហ្នឹងគេហៅភាពខ្លាំងវាល្មមហ្នឹងគឺជួយលែងបានទៀតហើយចាំឲ្យបងប្អូនហក់ទៅរកកម្រិតខ្ពស់ហ្នឹងចំពោះប្រភេទពពួក medium potency វិញគឺបងប្អូនអាចប្រើទៅលើបញ្ហានៅពេលដែលស្បែកហ្នឹងគឺរលាកក៏កាត់បែបធ្ងន់ធ្ងរនឹងដែលបងប្អូនអាចឃើញថាវាអលៀកក្រហមខ្លាំងឈឺខ្លាំងអីចឹងទៅហើយក៏អាចប្រើទៅលើជំងឺតអកជាទូទៅនឹងឯងហើយនឹងចុងក្រោយគឺពពួក low potency គឺអាចប្រើនៅពេលណាបានបងប្អូនហ្នឹងហើយគឺពេលដែលមានរលាកស្រាលតិចឧទាហរណ៍ដូចសត្វល្អិតខាំឬក៏មានការរលាកតែស្រាលល្មមបងប្អូនដូចអាពេលដែលអ្នកខ្លះយើងស្បែកនឹងវាកកិតគ្នាកន្លែងនឹងរៀងមានសាច់អីចឹងទៅវាកកិតចុះកកិតឡើងទៅវាទៅជារលាកអីចឹងឬក៏មានការរលាកតែវាកម្រិតស្រាលបងប្អូននៅមកឬក៏នៅទៅពកភ្នែកអីចឹងទៅចឹងបងប្អូនដែលឆ្ងល់អត់ថានៅពេលដែលយើងប្រើយើងគួរប្រើកម្រិតណាបមាណណាគឺដូសរបស់វាអញ្ចឹងបងប្អូនដោយសារពួកនេះជាក្រែមអញ្ចឹងគឺយើងប្រើក្បួននៅក្នុងការដែលយើងកំណត់ដូស corticosteroid ណាជាទូទៅគឺយើងប្រើម្រាមដៃនៅក្នុងការកំណត់នៅបមាណរបស់វាអញ្ចឹងបមាណដែលកំណត់ហ្នឹងគឺយើងកម្មួយចុងម្រាមដៃចង្អុលគឺមួយថ្នាំងដៃហ្នឹងបងប្អូនដែលមួយថ្នាំងដៃហ្នឹងគឺទំហំដែលអាចលាបបានហ្នឹងគឺពីរបាតដៃអញ្ចឹងណាចុះបងប្អូនគឺថាបើសិនជាបងប្អូនកន្លែងដែលត្រូវលាបហ្នឹងតមកបាតដៃឯងមានន័យថាម៉េចបងប្អូនលាបពាក់កណ្ដាលអញ្ចឹងបងប្អូនហ្នឹងហើយអានេះគឺជាដូសរបស់មនុស្សធំសម្រាប់កូនក្មេងវិញគឺយើងអាចបំរួលដូសតាមហ្នឹងមានន័យថាយើងមើលទៅលើអាយុបើសិនជាកូនងាតូចអាយុក្រោម12ខែអញ្ចឹងមានន័យថាដូសដែលត្រូវប្រើហ្នឹងគឺតិចមែនតើបងប្អូនគឺយើងត្រូវប្រើត្រឹមតែ 1/5 នៃដូសមនុស្សធំដែលយើងនិយាយមិញទេអញ្ចឹងបងប្អូនហើយសម្រាប់កូនក្មេងដែលពី1ឆ្នាំទៅដល់12ឆ្នាំអញ្ចឹងគឺបងប្អូនអាចឲ្យប្រើបាន2/5 នៃដូសមនុស្សធំហ្នឹងហើយក្រុមមួយទៀតគឺក្រុម adolescent ក្មេងវ័យជំទង់ហ្នឹងហើយបងប្អូនគឺអាចប្រើបាន2/3 នៃដូសរបស់មនុស្សធំដែលយើងនិយាយមុនហ្នឹងអញ្ចឹងបងប្អូនដោយសារតែថ្នាំហ្នឹងគឺវាមានពីភាពខ្លាំងទាបទៅខ្ពស់ចឹងហើយបានជាយើងណែនាំថាអញ្ចឹងនៅពេលដែលយើងប្រើយើងត្រូវដឹងថាតើកម្រិតជំងឺស្បែកហ្នឹងគួរតែប្រើទាបឬក៏ខ្ពស់ព្រោះថាបើសិនជាវាទាបហើយយើងដាក់ខ្ពស់ហ្នឹងបងប្អូននៅពេលដែលយើងមានបញ្ហាវាវិវត្តទៅអីចឹងគឺយើងអត់មានអីជួយអញ្ចឹងហើយបានជាយើងតែងតែព្យាយាមដូចថាបើវាតិចយើងដាក់កម្រិតតិចឲ្យវាអូខេបងប្អូនអ្នកនរគ្នាអញ្ចឹងនេះហើយគឺជារបៀបនៅក្នុងការប្រើប្រាស់ក្រែមលាប corticosteroid ដែលជាថ្នាំប្រឆាំងការលាកហ្នឹងបានយ៉ាងត្រឹមត្រូវអញ្ចឹងជួបបើសិនជាបងប្អូនរកឃើញថាអូខេវីដេអូហ្នឹងគឺមានប្រយោជន៍មែនតើហើយបានជួយបងប្អូនឲ្យបានប្រើថ្នាំវាត្រឹមត្រូវល្អនោះគឺថាកុំភ្លេចធ្វើការ like share ហើយនិង subscribe ដល់ Therapy Times ផងណាចាអរគុណច្រើនមែនតើយើងជួបគ្នានៅវីដេអូក្រោយទៀត